ឡូជំរាបសួរក៏ដូចជាសួស្តីទៅកាន់ប្រិយមិត្តទាំងអស់គ្នាខ្ញុំស៊ូស៊ូគីកាកូរ៉ាចំពោះថ្ងៃនេះផងដែរមិនក៏នឹងមកបន្តសម្រាប់អ្នកសេរីរីមេរូនៅក្នុងអេពីសូតជាបន្តរបស់យើងតឡើយក៏មកខាត់ពេលវេលាយូរយើងចូលមកកាន់ការសម្រាប់សេរីរបស់យើងនៅក្នុងអេពីសូតជាបន្តតែម្ដងទៅបន្ទាប់ពីក្រុមគ្នារបស់រីមេរូបានដោះស្រាយជាមួយនឹងរឿងរបស់ឆាយដេស្រួចរាល់នៅពេលនេះលោកអ៊ំហាកូរូជាមួយនឹងគ្នាក៏កំពុងតែបញ្ចេញទស្សនៈដែលរបស់ពួកគេរឿងខ្លួនដែលលោកអ៊ំហាកូរូបានប្រើប្រាស់នៅក្បាច់បាយរបស់គាត់ក្នុងការជាទៅលើសាច់កូនចៅរបស់ឆាយដេស្មកធ្វើមហូបជប់លៀងជុំគ្នានោះឯងដោយក៏មិនត្រឹមតែការជប់លៀងមួយនេះត្រូវបានប្រព្រឹត្តទៅដោយការប្រើប្រាស់ជាមួយនឹងសាច់របស់កូនចៅបិសាចឆាយដេស្ទេគឺថាពួកគេក៏ថែមទាំងយកជាមួយនឹងស្លាបរបស់បិសាចឆាយដេស្ដែលខ្ញុំនិយាយថាវាជាសកានឹងមកធ្វើការកែច្នៃធ្វើជារបស់ដែលមានតម្លៃជាច្រើនទៀតដែលពួកគេកំពុងតែប្រមូលវាទុកដោយសារតែវាគឺប្រៀបបានដូចជាលះធាតុដែលមានតម្លៃអញ្ចឹងអាចនិយាយបានថាការធ្វើសឹកលើកហ្នឹងគឺពិតជាមានផលចំណេញច្រើនទាំងអស់គ្នាក៏បន្តជប់លៀងអបអរសាទរអ្នកជ័យជំនះមួយនឹងដែលអាចរកសម្ព័ន្ធភាពគឺសន្តិភាពឲ្យសហព័ន្ធជូរ៉ាថេមផែនោះឯងតែបើយើងក៏លេចមើលមកកាន់មេរបស់គេដែលជារីមេរូនេះវិញកូនចៅទាំងអស់កំពុងតែអបអរសាទរជាមួយនឹងជ័យជំនះតែមេគេវិញនេះមកដេកអាំងទឹកជាមួយនឹងអូនធ្វើមិនដឹងក៏ទៅជីវិតអបិនឹងវាសំណាងពីដើមដល់ចប់បដ ហើយអាការនៅជាមនុស្សនឹងក៏ដូចជារឿងរ៉ាវរ៉ាបន្តិចតែតាំងពីបានខ្លាយទៅជាស្លែមកដូចយ៉ាងសំណាងអំឡុងពេលនឹងផងដែរមេលីមក៏បានប្រាប់ទៅកាន់អ្នកទាំងអស់គ្នាផងដែរថានាងគឺដល់ពេលទៅត្រឡប់ទៅធ្វើកិច្ចការរបស់នាងវិញហើយអញ្ចឹងហើយនាងក៏សុំលាទាំងអស់គ្នាដើម្បីទៅធ្វើនៅកិច្ចការរបស់នាងហើយក៏ផ្ដាំផងដែរនាងគឺនឹងប្រាប់ទៅកាន់ឌីម៉ុនឡតដទៃទៀតមិនឲ្យមកពាក់ព័ន្ធជាមួយនឹងសហព័ន្ធរបស់រីមេរូនោះទេមុននឹងនាងចាក់ចេញទៅអូនទាំងអស់គ្នាព្រមទាំងរីមេរូក៏បានប្រាប់ទៅកាន់នាងផងដែរកុំឲ្យនាងនឹងចាញ់បោកគេទៀតដែលថាទាំងអស់គ្នាគឺបារម្ភជាមួយនឹងនាងខ្លាំងមែនតើព្រោះនាងគឺជាក្មេងល្ងីល្ងើតិចឡោគេបោកស៊ីខ្លួនប្រាណបាននៅពេលដែលបានលឺអញ្ចឹងអូនមេលីមក៏បាននិយាយទៅកាន់អ្នករាល់គ្នានាងគឺជាក្មេងស្រីឆ្លាតព្រមទាំងខ្លាំងភាពវៃឆ្លាតព្រមទាំងកម្លាំងរបស់នាងគឺអាចជួយនាងឲ្យរួចផុតអំពីការបោកប្រាស់ទាំងអស់ហ្នឹងហើយអញ្ចឹងមិនចាំបាច់បារម្ភទេបន្ទាប់ពីនឹងទាំងអស់គ្នាក៏បានជប់លៀងដេកលក់ស្ដោកស្ដឹងអស់ទៅគណៈរីមេរូគាត់ក៏កំពុងតែគេងដូចគ្នាតែនៅក្នុងយប់នេះគាត់ក៏ស្ទើរតែបានយល់សពមួយដែលយល់សពមួយហ្នឹងគឺវាបានបង្ហាញអំពីការចងចាំរបស់ស៊ីស៊ូដែលវាគឺបានបង្ហាញអំពីការសន្ទនាខ្លះៗជាមួយនឹងស៊ីស៊ូព្រមទាំងកូនសិស្សរបស់នាងដទៃទៀតរឿងមួយនេះវាក៏បានធ្វើរីមេរូរបស់យើងស្រាប់តែនឹកឃើញភ្លាមលុះដល់ព្រឹកឡើងគាត់ក៏បានមកនិយាយគ្នាជាមួយនឹងកូនសិស្សស្នប់ចិត្តរបស់គាត់រ៉េងកាដែលគាត់គឺបាននិយាយឡើងថាគាត់គឺទៅយល់សពចម្លែកមួយទៅជាមួយនឹងស៊ីស៊ូអ្វីដែលសំខាន់ទៀតនោះយល់សពមួយនឹងគឺវាបានតាក់ទងជាមួយនឹងការចងចាំក៏ដូចជាមុនពេលដែលស៊ីស៊ូបានស្លាប់ទៅដែលនាងគឺបាននិយាយថាមុនពេលដែលនាងទៅជាបែបនេះនាងក៏ធ្លាប់ជាគ្រូបង្រៀនហើយនាងគឺរៀបនឹងចូលនិវត្តន៍ឋានៈរបស់នាងគឺជាគ្រូបង្រៀនពេលនោះនាងគឺបានបង្រៀននៅក្នុងអាណាចក្រមួយដែលគេបានស្គាល់ថាអាណាចក្រអ៊ីក្រាសៀដែលអាណាចក្រមួយនឹងគឺវាស្ថិតនៅមិនឆ្ងាយពីទឹកដីរបស់រីមេរូប៉ុន្មាននោះទេដោយវាគឺស្ថិតនៅក្នុងភាគខាងលិចនៃទឹកដីរបស់គាត់នោះឯងចំពោះការនិយាយរបស់ស៊ីស៊ូក៏ដូចជាការចងចាំដែលរីមេរូទើបតែនឹកឃើញនៅពេលនេះគាត់គឺត្រូវតែមានបេសកកម្មមួយដើម្បីទៅបំពេញចំនួនស៊ីស៊ូដែលនោះមានន័យថាគាត់គឺនឹងធ្វើដំណើរទៅកាន់អាណាចក្រអ៊ីក្រាសៀបន្ទាប់ពីបានកើតនៅរឿងរ៉ាវទាំងអស់នេះរួចរីមេរូក៏បានហៅអ្នករាល់គ្នាមកជុំដែលគាត់ក៏មានការប្រជុំមួយដែលវាគឺតាក់ទងជាមួយនឹងដំណើររបស់គាត់ទៅកាន់អាណាចក្រអ៊ីក្រាសៀគាត់ក៏បានប្រាប់ទៅកាន់ពួកគេទៅតាមដំណើររឿងទៅដោយអ្នកដែលរីមេរូយកទៅជាមួយនឹងគឺមានតែរ៉េងការម្នាក់ទេដោយសារតែគាត់គឺមិនចង់យកទៅច្រើនអ្នកពេកឡើយព្រោះថាគេទាំងអស់គ្នានៅទីនេះគឺនឹងអាចជាកម្លាំងមួយដែលអាចរួមគ្នាការពារនៅសហព័ន្ធជូរ៉ាថេមផេបានហើយគាត់ចាក់ចេញទៅមិនយូរទេពេលណាដែលបេសកកម្មមួយនេះធ្វើបានបញ្ចប់ទៅគាត់គឺនឹងត្រឡប់មកវិញបន្ទាប់ពីនឹងរីមេរូរបស់យើងគាត់ក៏បានធ្វើដំណើរជាមួយនឹងរ៉េងការដើម្បីទៅកាន់អាណាចក្រអ៊ីក្រាសៀនៅក្នុងដំណើរទៅកាន់អាណាចក្រមួយនេះរីមេរូរបស់យើងគាត់គឺបានចំណាយពេលអត់រហូតដល់ទៅ3ថ្ងៃនិយាយថ្ងៃច្បាស់ទៀតគ្រាន់តែបានមកដល់រីមេរូក៏បានប្រាប់ទៅកាន់រ៉េងការឲ្យគាត់ចូលមកកាន់សមោរបស់រីមេរូទៅពីព្រោះថារីមេរូគាត់គឺមិនចង់ឲ្យអ្នករាល់គ្នាបានឃើញវត្តមានរបស់រ៉េងការហើយមានការភ្ញាក់ផ្អើលនោះទេដោយសារតែអាណាចក្រអ៊ីក្រាសៀគឺជាអាណាចក្រប្រមូលផ្ដុំទៅដោយមនុស្សអញ្ចឹងបើពួកគេឃើញសត្វបិសាចពួកគេច្បាស់ជាភ័យខ្លាចនិងអាចបើកការវិបហាមកកាន់ពួកគេទៀតផងបន្ទាប់ពីនេះរីមេរូគាត់ក៏បានធ្វើដំណើរចូលទៅកាន់ទីក្រុងនេះទៅតាមរយៈការឆែកឆេរក៏ដូចជាយាមកាននៅពីមុខច្រកទ្វារនៃរាជធានីដ៏ធំមួយនេះរីមេរូរបស់យើងបានកត់សម្គាល់ឃើញថាពួកគេគឺមិនត្រឹមតែឆែកជាមួយនឹងអត្តសញ្ញាណនោះទេនៅប្រើប្រាស់ជាមួយនឹងដុំវេទមន្តដើម្បីឆែកមើលថាតើអ្នកដែលមកនោះគឺជាឌីម៉នឬក៏ជាមនុស្សសំណាងដែលរីមេរូរបស់យើងគាត់គឺមានជាមួយនឹងស្រោមមុខរបស់ស៊ីស៊ូដែលជាស្រោមមុខអាចលាក់បាំងជាមួយនឹងចំហាយធម្មពលបិសាចនៅក្នុងខ្លួនរបស់គាត់ដែលធ្វើឲ្យគាត់គឺអាចចូលមកកាន់ទីក្រុងបានយ៉ាងងាយស្រួលរីមេរូរបស់យើងការបានចូលមកកាន់អាណាចក្រអ៊ីក្រាសៀគាត់គឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនជាមួយនឹងការអ
ភិវឌ្ឍនៅទីនេះមិនថាបើទោះបីជាកញ្ចក់ឬក៏ចន្តាយន្តបច្ចេកវិទ្យានេះគឺសឹងតែលើសការសម័យទំនើបទៀតផងដែលរឿងមួយនេះវាក៏បានធ្វើឲ្យរីមរូរបស់យើងក៏មានការភ្ជាប់ផ្អើលទៅលើការអភិវឌ្ឍនៅទីនេះផងដែរខ្ញុំភ្លេចនិយាយទៅការដែលរីមរូគាត់មកកន្លែងហ្នឹងដោយសារតែគាត់គឺតាមរងជាមួយនឹងវត្តមានរបស់បុរសម្នាក់ដែលគេគឺត្រូវជា Guild Master នៅក្នុងសាលារៀនដែលស៊ីស៊ូបង្រៀនបច្ចុប្បន្នហើយគេក៏ត្រូវជាកូនសិស្សរបស់ស៊ីស៊ូនិយាយមកដល់ចំណុចនេះយើងក៏បានឃើញផងដែរថាវត្តមានរបស់គេគឺបានបង្ហាញខ្លួនដែលគេគឺជាបុរសម្នាក់ដែលបានមកដល់ទីនេះដោយដែលរីមរូរបស់យើងបានមកដែរពលគេគឺត្រូវបានអ្នកមានវេទមន្តក៏ហៅគេមកកាន់ទីនឹងដូចគ្នានោះឯងហើយគេពេលនេះគឺជា Guild Master នៅក្នុងសាលារៀនមួយនេះហើយឈ្មោះរបស់គេគឺ Yuki ឈ្មោះរបស់គេវិញដែរតែខ្ញុំសុំហៅតែ Yuki ទេ Yuki គ្រាន់តែបានឃើញជាមួយនឹងវត្តមានរបស់រីមរូគាត់ក៏ដូចជាភ្ញាក់ភ្ញាក់មិនទេដោយសារតែគាត់គឺបានសម្លឹងមើលឃើញជាមួយនឹងស្រោមមុខរបស់លោកគ្រូគាត់ស៊ីស៊ូស្រីតែមិនទៅចេញជាលោកគ្រូវិញគឺអ្នកគ្រូរបស់គាត់ស៊ីស៊ូនោះឯងរីមរូគាត់ក៏បានធ្វើការណែនាំខ្លួនថាគាត់គឺជារីមរូមកអំពីសហព័ន្ធជូរ៉ា Champion ក៏ជាអ្នកដែលដឹកនាំនិងគ្រប់គ្រងទៅលើប្រៃជូរ៉ា Yuki គ្រាន់តែបានឃើញស្រោមមុខរបស់ស៊ីស៊ូនៅជាមួយនឹងរីមរូបែបនេះគេក៏ចាប់ផ្ដើមបើកការវិភាគទៅលើរីមរូយកតែម្ដងក៏ប្រហែលជាគេនឹងគិតថារីមរូរបស់យើងបានសម្លាប់ទៅលើគ្រូរបស់គេហើយបានជាមានស្រោមមុខរបស់ស៊ីស៊ូអញ្ចឹងបន្ទាប់ពីពីអ្នកនឹងបានសាកកម្លាំងគ្នារួចរីមរូរបស់យើងក៏បានឲ្យគេឈប់សិនដែលគាត់ក៏បានបញ្យល់នៅរឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើងប្រាប់ទៅកាន់ Yuki ឲ្យបានដឹង Yuki បន្ទាប់ពីបានដឹងនៅរឿងរ៉ាវមួយនេះគាត់ក៏ស្ងប់ចិត្តផងដែរអ្វីដែលយើងបានដឹងអំពី Yuki គឺថា Yuki នឹងគាត់ក៏ជាអ្នកមកអំពីចក្រភពសម័យដែរមែនអត់ខ្ញុំមានន័យថាប្រទេសជប៉ុនដែល Yuki ណាគាត់គឺមកអំពីប្រទេសជប៉ុនដូចរីមីរូក៏ដូចជាមួយនឹងស៊ីស៊ូយ៉ាងអញ្ចឹងតែថាគាត់គឺបានមកដល់ទីនឹងមុនរីមីរូរបស់យើងអញ្ចឹងហើយការដែលនិយាយគ្នាទៅសួរនាំចូលឡើងទៅ Yuki ក៏ស្ទើរតែបានដឹងអំពីរីមីរូនៃភាពលេចធ្លោអំពីប្រទេសជប៉ុននាសម័យនោះគឺជាប្រភេទ manga ចំអីជាមួយនឹង Yuki នេះគាត់គឺចូលចិត្តជាមួយនឹងសៀវភៅ manga ខ្លាំងមែនទែនប្រភេទរូប manga ឯហ្នឹងគាត់ឡាយខ្លាំងណាស់តែថាឆ្លងមកដល់ជំនាន់មួយនេះក៏ដូចជាពិភពមួយនេះវាអត់មាន manga ឲ្យគាត់មើលទេគាត់ក៏ពិតជាមានអារម្មណ៍ថាសែតតែថារីមីរូរបស់យើងគាត់ក៏មានជាមួយនឹង skill copy មួយបើតាមខ្ញុំចាំដូចជា Predator អញ្ចឹងហើយគាត់ក៏មានការចងចាំអំពីរូបភាពទាំងអស់ហ្នឹងគាត់ក៏បានធ្វើការលេបក្រដាសព្រមទាំងបាន copy នៅអ្វីដែលគាត់បានដឹងបង្កើតបានទៅជាសិលឹកសៀវភៅ manga anime ទុកសម្រាប់កាដូទៅកាន់ Yuki ផងដែរ Yuki ពិតជាសប្បាយចិត្តមែនតើ Next មិនបណ្ដោះនោះទេថាជីវិតរបស់គាត់នៅក្នុងពិភពមួយនេះអាចសម្លឹងមើលឃើញនៅសៀវភៅ manga ជាលើកទី2ហើយរីមីរូរបស់យើងគាត់គឺបានបង្កើតជាមួយនឹងលក្ខណៈសัญลักษณ์ manga មួយនៅទុកទៅឲ្យ Yuki ច្រើនខ្លាំងមែនតើតែប៉ុណ្ណេះអាប៉ែនឹងដេកអានដេកមើលងាប់ហើយបើស្រឡាញ់ម៉ងនោះចំពោះពេលនេះផងដែររីមីរូក៏បាននិយាយអំពីគោលបំណងដែលគាត់គឺបានមកដល់ទីនឹងដែលគាត់គឺបានមើលឃើញជាមួយនឹងការចងចាំមួយអំពីស៊ីស៊ូដែលស៊ីស៊ូរបស់យើងគឺនៅមិនអស់អាឡ័យជាមួយនឹងកូនសិស្សរបស់នាងនោះទេមើលទៅនាងគឺចង់ឲ្យគាត់មកបំពេញតួនាទីជាគ្រូជំនួសឲ្យមើលទៅការបានលឿនអញ្ចឹង Yuki គាត់ក៏បានស្ម័គ្រចិត្តឲ្យរីមីរូរបស់យើងទៅបង្រៀនជាមួយនឹងកូនសិស្សទាំងអស់នោះតែម្ដងទៅដោយសារតែពួកគេបច្ចុប្បន្ននឹងក៏ក្បាលខូចមិនណយដែរនៅតាមផ្លូវតម្រង់ទៅកាន់ម៉ូតូរបស់កូនសិស្ស Yuki ក៏បានប្រាប់អំពីកូនសិស្សម្នាក់របស់ស៊ីស៊ូដែលនាងគឺមានឈ្មោះថា Hinata ដែលថាសមត្ថភាពរបស់ Hinata គឺពិតជាខ្លាំងមែនទែនអាចនិយាយបានថាខ្លាំងជាងគ្រូរបស់នាងស៊ីស៊ូទៅទៀតគឺត្រឹមតែអាយុ15ឆ្នាំនោះទេ Hinata គឺបានប្រើកម្លាំងរបស់នាងលើសអំពីស៊ីស៊ូលើសអំពីការរំពឹងទុកដែលស៊ីស៊ូរបស់យើងធ្លាប់គិតទៅទៀតនោះក៏បានន័យថាកម្លាំងរបស់នាងគឺខ្លាំងអត់ទាស់តែម្ដងលើសពីនឹងទៅទៀត Yuki គាត់ក៏បាននិយាយតាក់ទងជាមួយនឹងក្មេងទាំង5នាក់ដែលត្រូវជាកូនសិស្សរបស់ស៊ីស៊ូផងដែរក្មេងទាំងអស់ហ្នឹងគឺនៅតូចៗឡើយទេខុសពី Hinata មិញគឺនាងធំវ័យល្បាក់ល្បាជាមួយនឹងគាត់ក្មេងទាំង5ដែលត្រូវជាកូនសិស្សរបស់ស៊ីស៊ូនឹងពួកគេគឺជាក្មេងដែលត្រូវបានកោះហៅមកអំពីប្រទេសជប៉ុនដូចគ្នាឬក៏កោះហៅមកពីពិភពខាងក្រៅនោះឯងដែលកោះហៅមកច្រឡំអញ្ចឹងទៅវាបរាជ័យក្នុងការកោះហៅហើយពួកគេក៏ត្រូវបានអ្នកនៅទីនេះចាត់ទុកថាគឺជាសាមនដោយសារតែអាយុរបស់ពួកគេគឺអត់គ្រប់ក្នុងការកំណត់នៃការកោះហៅរបស់ពួកគេអញ្ចឹងទៅហើយលទ្ធផលដែលកោះហៅមកបែបហ្នឹងគឺនឹងប្រឈមមុខជាមួយនឹងការស្លាប់ដោយសារតែការដែលកោះហៅមកទីនេះពួកគេគឺនឹងទទួលបានជាមួយនឹងធម៌ពលរៀងៗខ្លួនដោយដែលយើងបានដឹងអញ្ចឹងអ្នកខ្លះក៏ទទួលបានធម៌ពលខ្លាំងក៏ដូចជាជំនាញខ្លាំងអញ្ចឹងទៅអ្នកខ្លះក៏ខ្សោយតែករណីចំពោះក្មេងៗទាំង5នាក់នោះគឺសុទ្ធតែទទួលបានធម៌ពលដ៏ខ្លាំងលើពីនឹងពួកគេគឺមានអាយុអត់ទាន់គ្រប់10ឆ្នាំទេហើយបើកលិចមើលមកកាន់អាណាចក្រមួយនឹងចំពោះការកោះហៅក្មេងៗដែលគ្រប់អាយុ sorry ដែលអត់គ្រប់អាយុ10ឆ្នាំអញ្ចឹងនោះក៏បានន័យថាគឺតិចជាង10ឆ្នាំពួកគេគឺអាចរស់នៅក្នុងអាណាចក្រមួយនឹងអាចបាន4ទៅ5ឆ្នាំតែប៉ុណ្ណោះហើយវាក៏ជាមូលហេតុដែលស៊ីស៊ូរបស់យើងគឺបានយកជាមួយនឹងក្មេងៗទាំង5នាក់នឹងមកបង្រៀនក៏ដូចជាស្នាក់នៅជាមួយផងដែរប្រហែលជាគ្នាយើងនៅចាំហើយការដែលស៊ីស៊ូធ្វើបានគេកោះហៅ
ហៅមកហ្នឹងគឺស៊ីស៊ូរបស់យើងក៏មានអាយុតិចដូចគ្នាល្បាក់9 ឆ្នាំអីហ្នឹងប៉ុន្តែតាំងពី Demon Lord មួយដែលខ្ញុំភ្លេចឈ្មោះបាត់ហើយគឺបានផ្ដោតជាមួយនឹងធម្មពលមកនាងមកនាងក៏អាចរស់នៅដល់ពេលបច្ចុប្បន្នហើយមើលទៅការដែលស៊ីស៊ូចង់ឲ្យរីមរូរបស់យើងមកបង្រៀនក្មេងទាំង5នាក់ហ្នឹងក៏ប្រហែលជានាងគឺនឹងគិតថារីមរូច្បាស់ជាអាចជួយនៅក្មេងទាំង5នាក់ហ្នឹងបានដោយដែល Demon Lord ម្នាក់ដែលបានជួយមកកាន់នាងដូចគ្នាដូចជា Leon អញ្ចឹងឯ Demon Lord ហ្នឹងអញ្ចឹងអត់មានក៏សុំបញ្យល់តើតើជាមួយនឹងរឿងដែលថាគ្រូវេទមន្តគាត់ព្យាយាមកោះហៅជាមួយនឹង Hero ឬក៏ដែលមានសមត្ថភាពចឹងអំពីអាណាចក្រខាងក្រៅមកកាន់អាណាចក្ររបស់ខ្លួនដោយសារតែពួកគេត្រូវការកងកម្លាំងដើម្បីប្រឆាំងជាមួយនឹងអធិពលនៃសង្គ្រាមផ្សេងអញ្ចឹងទៅក៏ប៉ុន្តែការកោះហៅជួនកាលជោគជ័យជួនកាលក៏បរាជ័យដោយករណីក្មេងៗទាំង5នាក់នឹងអញ្ចឹងដែរ8សម៉ោងក្រោយមករីមរូរបស់យើងក៏បានធ្វើដំណើរមកដល់បន្ទប់មួយនឹងដែលគាត់នឹងមកដល់ភ្លៀងគឺភ្លើងហោះមកផ្លែតអីយ៉ាចាប់អារម្មណ៍តិចទៅអាអូនមួយនេះដូចជាមុខឌីដល់ហើយគួរឲ្យស្រឡាញ់ដែរតានេះឡើងសោខ្ជូតហ្មងប្រហែលគ្រឿងនឹងវាក៏ដូចជាបានខ្វល់អំពីវត្តមានរបស់រីមរូនោះទេមើលពួកវាទៅនិយាយលេងវាយវល់តែពួកវាទៅមិនត្រឹមតែផ្ដល់ការគោរពទៅដល់រីមរូទេគឺថែមទាំងសឡុតទៅកាន់រីមរូមកចូលមកកាន់កន្លែងពួកវាទៀតដែលឈ្មោះរបស់ល្អិនមិញហ្នឹងគឺកេនយ៉ាមីសាគីឲ្យខ្ញុំភ្លេចបញ្ជាក់ការដែលរីមរូរបស់យើងពាក់សោមករបស់ស៊ីស៊ូអញ្ចឹងពួកហ្នឹងក៏យើងចាប់អារម្មណ៍ដែរថារីមរូរបស់យើងហ្នឹងគឺដោយស៊ីស៊ូឥឡូវយើងមកស្គាល់ឈ្មោះបន្ទាប់ទៀតឈប់ខ្ញុំបញ្ជាក់សិនអូនកេនយ៉ាហ្នឹងអាយុរបស់គេគឺ10ឆ្នាំរីឯអូននេះវិញក៏អាយុ10ឆ្នាំដែរហើយឈ្មោះរបស់គេវិញគឺ Ryota Zakiguchi ខ្ញុំគឺនឹងហៅអូននឹងថា Ryota កលេចមើលមកកាន់ Brother ម្នាក់វិញគឺ11ឆ្នាំឈ្មោះរបស់គេគឺ Gail Gibson ខ្ញុំនឹងហៅគាត់ថា Gibson មីអូននេះវិញ9ឆ្នាំឈ្មោះ Alex Rondo រីឯអ្នកចុងក្រោយគេនេះវិញជាក្មេងស្រីដែលមានឈ្មោះថា Chloe Albert ដែលនាងក៏មានអាយុ10ឆ្នាំហើយអ្នកចុងក្រោយមួយហ្នឹងវាក៏បានធ្វើឲ្យ Vildora ក៏ដូចជាមានការចាប់អារម្មណ៍ជាមួយនឹងវត្តមានរបស់នាងផងដែរអូខេចឹងចំពោះរឿងរបស់យើងនៅក្នុងអេពីសូតមួយនេះក៏បានជិះមកដល់ទីបញ្ចប់តែត្រឹមនឹងដូចគ្នាយើងជួបគ្នាវីដេអូក្រោយក៏ដូចជាភាពបន្តបាយ